ដំណឹងល្អអភិបាលខេត្តកំពង់ស្ពឺថានឹងរកលុយដើម្បីធ្វើផ្លូវផ្សារត្រាំខ្នាតភ្នំស្រង់ចម្ងាយ9 គីឡូម៉ែត្រនៅឆ្នាំក្រោយក្រោយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ143ផ្សារត្រាំខ្នាតភ្នំស្រង់បានត្អូញត្អែរាប់សិបឆ្នាំដោយសារតែផ្លូវមួយខ្សែនេះមិនដែលស្អាតម្ដងណាឡើយច្រើនឆ្នាំមកហើយខែប្រាំងហុយខ្លាំងខែវស្សារអិលជីមិនកើតក្រឡុកធំនឹងក្រោយប្រជាពលរដ្ឋស្នើសុំឲ្យមានការជួសជុលផ្លូវមួយខ្សែនេះម្ដងហើយម្ដងទៀតស្រាប់តែនៅព្រឹកថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025លោកជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី18អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺថាលោកទទួលស្គាល់ថាផ្លូវផ្សារត្រាំខ្នាតភ្នំស្រង់ចម្ងាយ9 គីឡូម៉ែត្រពិតជាពិបាកក្នុងការធ្វើដំណើរតែយ៉ាងណាលោកអភិបាលខេត្តកំពង់ស្ពឺថាលោកនឹងព្យាយាមរកថវិកាឆ្នាំក្រោយដើម្បីធ្វើផ្លូវមួយខ្សែនេះឲ្យបានស្រួលលោកថាលោកមិនខ្វល់ថាផ្លូវមួយខ្សែនេះស្ថិតក្រោមគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនឬស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍជនបទនោះទេពេលណាមានលុយគ្រប់លោកនឹងធ្វើផ្លូវមួយខ្សែនេះហើយស្របពេលដែលលោកអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងតាក់ទិននឹងផ្លូវផ្សារត្រាំខ្នាតភ្នំស្រង់នេះប្រជាពលរដ្ឋរស់នៅស្រុកកងពិសីបាននាំគ្នាលើកឡើងលើបណ្ដាញសង្គមថាខេត្តផ្សេងតាមភូមិគេចាក់ផ្លូវបេតុងអស់ហើយនៅឡើយតែស្រុកកងពិសីពិសេសឃុំជង្រុកខ្ញុំតាមភូមិភាគច្រើនពិបាកធ្វើដំណើរណាស់លោកពូអើយគណៈមហាជនជាច្រើនទៀតសង្ឃឹមថាលោកអភិបាលខេត្តនឹងធ្វើផ្លូវផ្សារត្រាំខ្នាតភ្នំស្រង់នេះឲ្យបានស្អាតក្នុងពេលឆាប់នេះផងចុះខ្ញុំត្រូវទទួលយកឲ្យពាក់ព័ន្ធជាមួយនឹងផ្លូវបាទត្រាំខ្នានេះទៅរដ្ឋបាលស្រុកកឹងពិសីរបស់យើងនេះបាទអញ្ចឹងទេ9 គីឡូចាំមើលយើងខ្ញុំនឹងព្យាយាមដើម្បីរកថវិកាឆ្នាំក្រោយនេះក្នុងការរៀបចំពួកកន្លងមកនេះដោយអ្វីដែលប្រសាសន៍អាដាមប្រធានបានលើកឡើងអញ្ចឹងធម្មតាទេផ្លូវយើងបែងចែកជាផ្លូវសាធារណការក្រសួងសាធារណការទទួលខុសត្រូវក៏ដូចគ្នាជាមួយអភិវឌ្ឍជនបទនិងផ្លូវខេត្តរបស់យើងនេះមានតែប្រមាណចិត្តនៅយើងនេះទេប៉ុន្តែឲ្យតែខូចឲ្យតែអីគេមិនដែលទៅនិយាយពីក្រសួងសាធារណការទេគេមិនដែលទៅនិយាយពីអភិវឌ្ឍជនបទគឺរដ្ឋបាលខេត្តយើងហើយបាទហ្នឹងលោកផុនអត់មានភ្នែកទេបាទហើយលោកផុនលុយអភិវឌ្ឍរបស់យើងតាណាអស់ឧទាហរណ៍ចឹងចុះប្រើពាក្យចឹងចុះបាទតាមពិតទៅយើងសុំគេសុំច្រើនណាស់ប៉ុន្តែវាមិនបានគាត់តែផ្លូវសាធារណការក្នុងការគ្រប់គ្រងសាធារណការនឹងយើងមានប្រមាណថាជា600 គីឡូជាងក្នុងខេត្តរបស់យើងហើយបើអភិវឌ្ឍជនបទ3000 គីឡូជាងបាទអញ្ចឹងយើងមិនបាច់ទេគាត់ថាយកថាថាកម្មជួសជុលព្រោះយើងមិនមានគ្រប់ដែរបាទយើងបានប្រហែលជា10% នោះទេការជួសជុលសប្តាហ៍នេះខ្ញុំក៏មានការចាប់អារម្មណ៍ដែរនៅពេលដែលការលើកឡើងរបស់អាដាមប្រធានពាក់ព័ន្ធជាមួយថាតាំងពី79មកផ្លូវនោះមិនដល់ស្អាតសោះបាទអញ្ចឹងនេះគឺចំណុចមួយដែលធ្វើឲ្យប្រជាពលរដ្ឋក៏មានការអារម្មណ៍ល្អជាមួយនឹងរដ្ឋបាលរបស់យើងផងដែរផ្លូវនេះនៅក្រោមការគ្រប់គ្រងរបស់ខាងសាធារណការឬក៏ខាងអភិវឌ្ឍជនបទខ្ញុំមិនខ្វល់ទេបាទឲ្យតែរដ្ឋបាលខេត្តរៀបមានលុយគ្រប់គឺធ្វើហើយព្រោះកន្លងមកពីខ្លះលំបាកដែរអាដាមប្រធានបាទអង្គជុំសុំជ្រាបដែរថាផ្លូវចង្កែលផ្លូវហ្នឹងខាងជាការទទួលខុសត្រូវរបស់ខាងសាធារណការប៉ុន្តែនៅពេលដែលខាងស្ថាប័នមួយទៀតគាត់ថាមានលុយមកធ្វើផ្លូវថ្មីជូនខាងមួយទៀតគាត់ថាអត់ធ្វើឲ្យបានទេខាងក្នុងការគ្រប់គ្រងរបស់គាត់ចាំគាត់ស្នើសុំថវិកាជាតិដើម្បីធ្វើកិច្ចការងារហ្នឹងបាទតែគាត់និយាយថាគាត់ស្នើសុំហ្នឹងគឺចង់5 ឆ្នាំមកទស្សវត្សរ៍យ៉ាងម៉េចវិញបាទនេះគឺជាការលំបាកដែរបាទហើយចំពោះរដ្ឋបាលយើងអត់ទៅរដ្ឋបាលខេត្តយើងមិនចង់ទេដែលឲ្យតែមានលទ្ធភាពគ្រប់គ្រាន់យើងធ្វើទៅជាការប្រសើរបាទកុំបែងចែកកុំធ្វើអញ្ចឹងអីធ្វើឲ្យហើយទៅហើយចាំដល់ហើយយើងបានបកគោលទៅថាឥឡូវផ្លូវហ្នឹងផ្លូវពីណាគេអ្នកទទួលខុសត្រូវយើងថែទាំថែអាសាបន្តទៅជាការប្រសើរបាទនេះក៏ជាសារមួយជូនទៅដល់មន្ត្រីទាំងពីរដែរសូមមេត្តាជួយផង